난 부를 거야 아마 날 부를 거야 ជំរាបសួរខ្ញុំឈ្មោះណាដូបច្ចុប្បន្ននេះខ្ញុំជានិស្សិតហើយអាយុក៏មិនទាន់30ឆ្នាំដែរពេលនេះខ្ញុំកំពុងតែដើរនៅក្នុងទីក្រុងប្រាកប្រទេសឆេកនារសៀលម៉ោងប្រហែលជា5ល្ងាចយើងឃើញមានពន្លឺនៅតាមដងផ្លូវមានមនុស្សជាច្រើនដើរឆ្លងកាត់គ្នាទៅវិញទៅមកហើយអ្វីៗមើលទៅដូចជាស្រស់ស្អាតហើយស្ងប់ស្ងាត់តែនៅក្នុងចិត្តរបស់ខ្ញុំវាមិនតែងតែស្ងប់ស្ងាត់ដូចជាទស្សនវិជ្ជានៅខាងមុខនេះទេមានមនុស្សជាច្រើនប្រហែលជាគិតថាការរស់នៅបរទេសគឺសប្បាយមានសេរីភាពនិងពោរពេញដោយក្តីសម័យនឹងហើយវាពិតមួយផ្នែកមែនតែមានរឿងជាច្រើនដែលកាមេរ៉ាមិនអាចថតបានមានថ្ងៃខ្លះខ្ញុំញញឹមមានថ្ងៃខ្លះទៀតក៏មានអារម្មណ៍ថាឯកាទោះបីជានៅនឹងមុខខ្ញុំមានមនុស្សជាច្រើនក៏ដោយពេលខ្លះនឹកផ្ទះពេលខ្លះនឹកគ្រួសារពេលខ្លះទៀតក៏នឹកមិត្តភក្តិដែលធ្លាប់ស្គាល់កន្លងមកហើយពេលខ្លះក៏ហត់ចិត្តរហូតមិនដឹងគិតថាគួរបន្តដោយរបៀបណាតែជីវិតមិនឲ្យយើងឈប់បានទេយើងម្នាក់ៗសុទ្ធតែមានការតស៊ូដោយស្ងៀមស្ងាត់រៀងៗខ្លួនដើម្បីអនាគតដើម្បីក្តីសម័យនិងដើម្បីជីវិតដែលយើងចង់បាននៅថ្ងៃអនាគតប្រហែលថ្ងៃនេះខ្ញុំដើរម្នាក់ឯងតែខ្ញុំជឿថាមានថ្ងៃណាមួយការតស៊ូទាំងអស់ហ្នឹងនឹងមានន័យសម្រាប់ខ្ញុំនៅថ្ងៃអនាគតហើយអ្នកទាំងអស់គ្នាក៏អញ្ចឹងដូចគ្នា